បកងដុតអំបិលម្ទេសជាមួយកូនស្ពៃបូកគោមួយមុខនេះហាបែបងាយលឿនឆាប់បានញ៉ាំប៉ុន្តែរសជាតិវិញណាគឺឆ្ងាញ់ខ្លាំងមែនទែនហ្មងបងប្អូនណាដែលធ្លាប់តែមន់ដុតទៀតដុតតែអាចសាកមកបកងដុតម្ដងបានសម្រាប់បកងរបស់ខ្ញុំនេះគឺមានចំនួនតែកន្លះគីឡូទេហើយបកងហ្នឹងក៏មិនធំណាស់បងប្អូនរាងតូចៗចឹងណាយើងលាងឲ្យស្អាតកាត់ព្រួយកាត់អីទុកម្ដុំហើយមករៀបចំគ្រឿងសម្រាប់ដុតបកងហ្មងដែលយើងមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសម្ទេសជាមួយក្រូចឆ្មាអីហ្នឹងខ្ទឹមសហើយម្ទេសគឺខ្ញុំប្រើរៀងច្រើនណាបងប្អូនហើយខ្ញុំលេងម្ទេសម្លេខ្លះដែរក្នុងនោះខ្ញុំដាក់ស្ករបន្តិចដែរដើម្បីយើងបុកទៅវាឆាប់ម៉ត់ល្អហើយវាអត់ខ្ទាតទៀតគ្រឿងទាំងអស់ហ្នឹងខ្ញុំដួសពាក់កណ្ដាលសម្រាប់ប្រឡាក់ជាមួយបកងហើយខ្ញុំបន្ថែមប្រេងខ្យងមួយស្លាបព្រាបាយទឹកត្រីបន្តិចប៊ីចេងបន្តិចជាមួយស្ករបន្តិចដែរដាក់គ្រឿងក្រៅទាំងអស់ហ្នឹងចូលហើយកូរច្បល់វាឲ្យចូលជាតិមកនេះគឺរបៀបដូចយើងប្រឡាក់ឲ្យបកងនឹងចូលជាតិចឹងណាបន្ទាប់មកគឺយើងទៅរៀបចំបន្លែហ្មងសម្រាប់បន្លែគឺខ្ញុំប្រើជាកូនស្ពៃបូកគោហើយកូនស្លឹកគ្រៃប្រើវាប្រហែលជា6-7គល់មកអានេះគឺដំឲ្យបែកអញ្ចឹងមកវាចេញក្លិនបានល្អរំដេងម្ដុំប្រហែលជាប៉ុនមេជើងហាន់ជាកង់ខ្លីៗជាមួយស្លឹកក្រូចសើចបន្តិចដែរគ្រឿងទាំង3មុខនេះយើងរៀបចំដាក់ភ្នែកបាតហើយយើងយកកូនស្ពៃបូកគោដាក់ពីលើហើយចាំចាក់បកងរបស់យើងដែលបានប្រឡាក់មុនហ្នឹងចាក់ដាក់ពីលើហ្នឹងហើយយើងដាក់ប្រេងឆាបន្តិចមកបងប្អូននេះគឺយើងអត់ប្រើទឹកឆ្អិនឬក៏ទឹកដូងសម្រាប់ដុតទេណាបងប្អូនតតែដាក់ប្រេងឆាអញ្ចឹងបានវាមានក្លិនឈ្ងុយវាត្រូវជាមួយគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចរបស់យើងទៅគឺជះក្លិនមកហ្មងហើយសម្រាប់គ្រឿងដែលនៅសល់ហ្នឹងគឺខ្ញុំបន្ថែមទឹកត្រីកន្លះស្លាបព្រាបាយម្សៅស៊ុប2ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ3ស្លាបព្រាកាហ្វេហើយច្របាច់ក្រូចឆ្មាចូលមកអានេះគឺខ្ញុំធ្វើជាទឹកត្រីកោះកុងសម្រាប់ជ្រលក់ជាមួយអញ្ចឹងណាបកងដុតដែលខ្ញុំដុតនេះគឺខ្ញុំអត់យករសជាតិប្រៃទេបងប្អូនរសជាតិហ្នឹងគឺមិនល្មមយើងជ្រលក់ជាមួយទឹកត្រីកោះកុងត្រូវហើយយើងមានបន្លែមានអីអញ្ចឹងផងបើសិនជាអត់មានទឹកត្រីកោះកុងញ៉ាំជាមួយគឺអត់ឆ្ងាញ់ទេហើយសម្រាប់កូនស្ពៃបូកគោរបស់ខ្ញុំនេះដាក់ដំបងរាយច្រើនដែរបងប្អូនប៉ុន្តែពេលដែលវាឆ្អិនទៅគឺវារួមសល់តែបន្តិចទេហើយបញ្ជាក់បងប្អូនបកងយើងអត់ដុតយូរទេណាបងប្អូនដុតប្រហែលជាខ្ទង់7ទៅ8នាទីអីហ្នឹងគឺវាឆ្អិនទេសម្រាប់បកងបើសិនជាដុតយូរពេកឆ្អិនជ្រុលវាទៅជាខ្សោះសាច់អត់សូវឆ្ងាញ់វិញអញ្ចឹងណាអញ្ចឹងហើយយើងយកមកល្មមបានហើយកងដុតនេះហាមិនត្រឹមតែរសជាតិឆ្ងាញ់ទេបងប្អូនបើនិយាយពីក្លិនវិញគឺឈ្ងុយមែនតែនហ្មងគ្រាន់តែយើងបើកកម្រោកចេញមកគឺថាក្លិនរបៀបដូចមាន់ដុតអញ្ចឹងណាបងប្អូននិយាយទៅគឺឈ្ងុយមែនតែនសម្រាប់អានេះមិនឆ្ងាញ់តែសាច់បកងទេណាបងប្អូនបន្លែដែលយើងដាក់ចូលជាមួយនឹងក៏ឆ្ងាញ់ដែរនិយាយទៅបន្លែកូនស្ពៃបកងនឹងខ្ញុំដាក់រៀងតិចដែរអញ្ចឹងណានេះញ៉ាំបានតែប្រហែលម៉ាត់អស់ហើយលេងហ្មងហើយបើសិនជាខ្ញុំធ្វើម្ដងទៀតគឺដឹងតែដាក់បន្លែឲ្យច្រើនហ្មងព្រោះអីបន្លែគឺឆ្ងាញ់មែនតើបងប្អូននិយាយទៅញ៉ាំទៅឡើងជក់មាត់ហ្មងសម្រាប់រសជាតិបបកងរបស់យើងនេះរៀងប្រៃឡមឯណានេះចង់ញ៉ាំទៅទេក៏បានដែរគ្រាន់តែយើងមានទឹកត្រីកោះកុងអីជ្រលក់ជាមួយអញ្ចឹងទៅគឺវាកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀតអញ្ចឹងបើសិនជាបងប្អូនចង់សាកមួយមុខនេះអាចធ្វើញ៉ាំបានណាងាយលឿនហើយរសជាតិនឹងឆ្ងាញ់ទៀត